ហើយសម្រាប់ការដាក់กระดาษរោយើង sticker រោយើងសម្រាប់ print ជារោហ្នឹងគឺអត់ពិបាកទេយើងទាញរោឲ្យចំกระดาษមកហើយកាត់វាឲ្យស្មើអាខាងមុខនេះខ្ញុំកាច់វាឡើងបន្តិចណាថាវាកោងទៅក្រោមពេកហើយយើងដាក់ចូលចំกระดาษមកសេរីរោហ្នឹងចំกระดาษម៉ាស៊ីនហើយដាក់វាដូចយើង print กระดาษធម្មតាกระดาษអត់រោចឹងដាក់វាមកដាក់វាឲ្យត្រូវกระดาษវាមកចូលក្នុង software យើងចុចលើ start print ទៅវាទាញមក print តែម្ដងឥឡូវវាទាញមក print ហើយអញ្ចឹងគឺ file យើងដាក់ក្នុងកម្មវិធី RAW យើង file មួយណាវា print មួយនោះខ្ញុំ print ដំបូង print មួយស្លឹកឯងមួយស្លឹកនេះប្រវែង1ម៉ែត្រអញ្ចឹងយើងចាំវា print សិនទៅនេះគឺក្នុង computer យើងគឺយើងប្រើកម្មវិធី RAW នេះហើយនេះគឺ file របស់វា file នេះគឺ A3 មុខកាត់ A3 297mm គុណនឹង1ម៉ែត្រ print ជា roll ហើយឥឡូវយើងរងចាំវា print ហើយសិនទៅចាំខ្ញុំប្រាប់បន្តទៀតឥឡូវវា print ចប់ហើយនេះ print ចប់មកស្លឹកហើយមួយស្លឹក1ម៉ែត្រប្រវែងវាមុខកាត់297ហើយក្បាលវាវិលចុះវិលឡើងហ្នឹងពេលយើងអត់តន់ print អីផ្សេងយើងកំពុងរងចាំ print ផ្សេងហើយនេះក្នុងកម្មវិធីយើងអាច print file ដដែលហ្នឹងហើយកន្លែងនេះយើងអាច delete វាចោល print file ផ្សេងឬក៏យើងក្នុងនេះយើង print file ដដែលយើង double click មកដាក់ប្រមាណ copy ប្រមាណស្លឹកទៀតហើយយើងចុច start មកវា print តទៀតហើយអាហ្នឹងគឺយើងវាអត់រុញกระดาษចេញមកទេណាហើយក្នុងករណីពេលចង់បិទម៉ាស៊ីនកុំភ្លេចកាត់กระดาษរោយើងចេញណាព្រោះពេលបិទគឺវារុញกระดาษចេញមកឲ្យអត់កាត់ទេវាទាញមកទាំងរោហ្នឹងហើយអញ្ចឹងកុំភ្លេចកាត់វាបុតម៉ាស៊ីនខ្ញុំកាត់ហើយយើងអាចបិទម៉ាស៊ីនបានហើយនេះឥឡូវពេលខ្ញុំចុចបិទម៉ាស៊ីនទៅវារុញกระดาษចេញមកហើយអញ្ចឹងមុនបិទម៉ាស៊ីនកុំភ្លេចកាត់กระดาษជារោ